ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំកម្ពុជាបានថ្លែងការកោតសរសើរការដឹកនាំរបស់សម្ដេចបវរធិបតីនិងបដិញ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការហុងគ្រីកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាលោកធីបូបាឡូឌីដែលជាឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជាបានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតីនិងបានប្រកាសបដិញ្ញាចិត្តបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រីនិងកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀតក្នុងជំនួបដែលធ្វើឡើងនាព្រឹកថ្ងៃពុធទី23ខែតុលាឆ្នាំ2024លោកឯកអគ្គរដ្ឋទូតបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតីដែលបានដាក់ចេញនិងអនុវត្តនៅកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1បាននឹងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងនិងធានាបានកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ជាមួយគ្នានោះលោកឯកអគ្គរដ្ឋទូតបានគូបញ្ជាក់អំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនិងយូរអង្វែងរវាងហុងគ្រីនិងកម្ពុជាលោកបានបដិញ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀតនៅក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្មនិងធុរកិច្ចរវាងប្រទេសទាំងពីរលោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញឆន្ទៈនៅក្នុងការលើកទឹកចិត្តឲ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជាឲ្យកាន់តែច្រើនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីនិងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរនិងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់និងយន្តការពិគ្រោះយោបល់ទ្វេភាគីសម្ដេចមហាបវរធិបតីបានគូបញ្ជាក់ថាយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរជាយន្តការមួយដែលនឹងជួយពង្រឹងនិងពង្រីកនៅទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែល្អថែមទៀតសម្ដេចបវរធិបតីនិងលោកឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអត្ថភាពមួយចំនួនជាអាចពាណិជ្ជកម្មនិងវិនិយោគសុខាភិបាលអប់រំទេសចរណ៍វប្បធម៌និងវិស័យធនធានទឹកនិងធារាសាស្ត្រផងដែរទិញផ្ទះទទួលបានកំពូលរថយន្តទំនើបឡានចេតធួយ៉ាងថ្មីសិនឡើងជាច្រើនគ្រឿងភ្លាមនិងការបញ្ចុះតម្លៃជាច្រើនទៀតសម្រាប់ខែតុលានេះពីបុរីមេកុងឡែន